ប្រាសាទព្រះវិហារប្រាសាទព្រះវិហារស្ថិតនៅខាងជើងប្រទេសកម្ពុជាក្នុងភូមិសាស្ត្រឃុំស្រអែមស្រុកជាំខ្សានខេត្តព្រះវិហារប្រាសាទដ៏ចំណាស់មួយដែលមានអាយុជាង 1000 ឆ្នាំកំពុងឈរបង្អួតរាងយ៉ាងរឹងមាំនៅលើកំពូលភ្នំព្រះវិហារនៃជួរភ្នំដងរែងដែលមានកម្ពស់ប្រមាណ625ម៉ែត្រពីនីវ៉ូទឹកសមុទ្រនាំឲ្យមនុស្សម្នាកោតស្ញប់ស្ញែងចាត់ទុកជាទីសក្ការៈនិងស្គាល់ច្បាស់ថាជាប្រាសាទព្រះវិហារដ៏ពិសិដ្ឋរបស់ខ្មែរគ្រប់ជំនាន់កាលសម័យអង្គរប្រាសាទព្រះវិហារមានឈ្មោះដើមថាស្រីសិក្ខាគិរីស្វារៈដែលមានន័យថាជាម្ចាស់នៃកំពូលភ្នំហើយក៏ជាឈ្មោះនៅលឹងថ្មព្រះឥសូរដែលស្ដេចជំនាន់មុនយកទៅតម្កល់នៅលើភ្នំនេះតាមការស្រាវជ្រាវពីឯកសារប្រវត្តិសាស្ត្រខ្មែរជាច្រើនប្រាសាទព្រះវិហារចាប់ផ្ដើមកសាងឡើងក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី1នៃគ្រិស្តសករាជឆ្នាំ889ប្រាសាទនេះធ្វើឡើងអំពីថ្មភក់នៅលើទីតាំងខ្ពស់មួយនៃជួរភ្នំដងរែងដែលកាលនោះគឺស្ថិតនៅចំកណ្ដាលនៃអតីតទឹកដីមហានគរខ្មែរដែលបច្ចុប្បន្នគឺស្ថិតក្នុងទឹកដីខេត្តព្រះវិហារជាប់ខេត្តស៊ីសាកេតរបស់ប្រទេសថៃប្រាសាទព្រះវិហារគឺជាតំបន់ប្រវត្តិសាស្ត្រសាងសង់នៅក្នុងចុងសតវត្សទី9បញ្ចប់ទៅនៅដើមសតវត្សទី12ក្រោមរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី2នៃសម័យមហានគរដើម្បីឧទ្ទិសទៅដល់ព្រះឥសូរដែលជាព្រះអាទិទេពក្នុងព្រហ្មញ្ញសាសនាជាបន្តយើងខ្ញុំសូមធ្វើការសង្ខេបពីព្រឹត្តិការណ៍និងការបរិច្ឆេទសំខាន់ដែលកុលបុត្រកុលធីតាកម្ពុជាជ្រន់គប្បីគួរចងចាំឲ្យបានច្បាស់ដូចខាងក្រោម 1. ឆ្នាំ889ប្រាសាទព្រះវិហារចាប់ផ្ដើមកសាងឡើងក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី1សាងសង់ចុងសតវត្សទី9និងបញ្ចប់សតវត្សទី12 2. ឆ្នាំ1954ប្រាសាទព្រះវិហាររងការឈ្លានពានដណ្ដើមចង់បានជាច្រើនលើកច្រើនសារពីសំណាក់ប្រទេសថៃហើយចំនួនរវាងថៃនិងកម្ពុជាចាប់ផ្ដើមផ្ទុះឡើងជាខ្លាំង 3. ថ្ងៃទី6ខែតុលាឆ្នាំ1959កម្ពុជាដាក់ពាក្យបណ្ដឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេដើម្បីស្នើសុំឲ្យតុលាការប្រគល់អធិបតេយ្យដែនដីប្រាសាទព្រះវិហារមកឲ្យកម្ពុជានិងទាមទារឲ្យថៃដកកងកម្លាំងប្រដាប់អាវុធរបស់ខ្លួនចេញពីតំបន់ប្រាសាទក្រោយការតវ៉ាតាមរយៈការទូតជាមួយថៃបរាជ័យ 4. ថ្ងៃទី8ខែធ្នូឆ្នាំ1959សារណារបស់កម្ពុជាត្រូវបានបញ្ជូនទៅដល់ដៃតុលាការតាមពេលកំណត់តែភាគីថៃវិញបែរជាបញ្ជូនពាក្យបណ្ដឹងមួយបដិសេធមិនទទួលស្គាល់សមត្ថកិច្ចរបស់តុលាការអន្តរជាតិក្នុងការជំនុំជម្រះបណ្ដឹងរបស់កម្ពុជា 5. ថ្ងៃទី10ដល់ថ្ងៃទី15ខែមេសាឆ្នាំ1960សាវនាការជាសាធារណៈដើម្បីជំនុំជម្រះលើបណ្ដឹងជំទាស់របស់ភាគីថៃ 6. ថ្ងៃទី26ខែឧសភាឆ្នាំ1961តុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេបានច្រានចោលបណ្ដឹងជំទាស់របស់ភាគីថៃដោយប្រកាសជាសាធារណៈថាតុលាការមានសមត្ថកិច្ចពេញលេញក្នុងការដំណើរការអង្គជំនុំជម្រះលើបណ្ដឹងរបស់កម្ពុជា 7. ថ្ងៃទី15ខែមិថុនាឆ្នាំ1962ប្រាសាទព្រះវិហារត្រូវបានសាលក្រមតុលាការអន្តរជាតិនៃទីក្រុងឡាអេបានសម្រេចឲ្យភាគីកម្ពុជាឈ្នះក្តីលើប្រាសាទព្រះវិហារលើភាគីថៃ 8. ថ្ងៃទី7ខែកក្កដាឆ្នាំ2008អង្គការ UNESCO បានសម្រេចដាក់ប្រាសាទព្រះវិហាររបស់កម្ពុជាចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកក្នុងសម័យប្រជុំលើកទី32នាទីក្រុងកេបិញប្រទេសកាណាដាក្រោមសេចក្តីសម្រេច32 COM 8B 102 9 ថ្ងៃទី10ខែតុលាឆ្នាំ2001រាជរដ្ឋាភិបាលកម្ពុជាបានស្នើសុំប្រាសាទព្រះវិហារចូលក្នុងបញ្ជីរបស់អង្គការ UNESCO 10ថ្ងៃទី30ខែមិថុនាឆ្នាំ2006ការបញ្ជូនសំណុំឯកសារសម្រាប់ទៅមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក UNESCO ក្រុងប៉ារីស 11ថ្ងៃទី23ដល់ថ្ងៃទី29ខែតុលាឆ្នាំ2006បេសកកម្មបច្ចេកទេសរបស់តំណាងក្រុមប្រឹក្សាអន្តរជាតិវាយតម្លៃប្រាង្គប្រាសាទនិងរមណីយដ្ឋាន ICOMOS នៅតំបន់ប្រាសាទព្រះវិហារ 12ថ្ងៃទី21ខែមករាឆ្នាំ2007
សេចក្តីយល់ព្រមលើសំណើចុះបញ្ជីដោយ e-commerce 13ថ្ងៃទី23ខែមិថុនាដល់ថ្ងៃទី2ខែកក្កដាឆ្នាំ2007កិច្ចប្រជុំលើកទី31របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៅ Christchurch ប្រទេស Novel Zealand 14ថ្ងៃទី7ខែកក្កដាឆ្នាំ2008ប្រាសាទព្រះវិហារត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកក្នុងកិច្ចប្រជុំទី32របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៃអង្គការ UNESCO នៅទីក្រុងកេបិញប្រទេសកាណាដា15ថ្ងៃទី15ខែកក្កដាឆ្នាំ2008ទីហ៊ានរបស់ថៃបានមកឈរជើងនៅក្នុងបរិវេណវត្តកែវសិក្ខាគិរីស្វារៈក្បែរតំបន់ប្រាសាទព្រះវិហារចម្ងាយប្រមាណ300ម៉ែត្រពីទឹកដីកម្ពុជា16ថ្ងៃទី11ខែសីហាឆ្នាំ2010កម្ពុជាបានផ្ញើលិខិតទៅអង្គការសហប្រជាជាតិនាទីក្រុងញូវយ៉ងដើម្បីសូមអន្តរាគមន៍អង្គការសហប្រជាជាតិឲ្យមានយន្តកម្មអន្តរជាតិដើម្បីដោះស្រាយជម្លោះព្រំដែនខ្មែរថៃមុំជាប់ប្រាសាទព្រះវិហារថៃបានបង្កើតផែនទីជាឯកតោភាគីមានទំហំ 4.6 គីឡូម៉ែត្រការ៉េជាប់នឹងប្រាសាទព្រះវិហារថាជារបស់ខ្លួនផែនទីនេះខុសបញ្ច្រាស់ទាំងស្រុងពីសាលក្រមតុលាការអន្តរជាតិដែលមានន័យថាប្រាសាទព្រះវិហារស្ថិតនៅលើទឹកដីខ្មែរនិងដែនអធិបតេយ្យភាពរបស់កម្ពុជា17នៅថ្ងៃទី11ខែវិច្ឆិកាឆ្នាំ2013តុលាការ ICJ បានប្រកាសនៅក្នុងការសម្រេចចិត្តជាឯកច្ឆន្ទតាមសាលក្រមឆ្នាំ1962របស់តុលាការអន្តរជាតិបានប្រគល់ប្រាសាទព្រះវិហារទាំងអស់ឲ្យមកកម្ពុជាហើយភាគីថៃមានកាតព្វកិច្ចត្រូវតែដកកងទ័ពប៉ូលីសឬឆ្មាំថៃដែលឈរជើងក្នុងតំបន់ប្រាសាទព្រះវិហារទាំងអស់ដោយគ្មានលក្ខខណ្ឌតាមរយៈសិលាចារឹកដែលមានឆ្លាក់ចារនៅលើប្រាសាទបាពួនសិលាចារឹកការ583បានចារថាព្រះអង្គម្ចាស់មួយព្រះអង្គព្រះនាមឥន្ទ្រាយុទ្ធជាក្សត្រដែលខ្លាំងពូកែអាចច្បាំងយកជ័យជំនះលើស្ដេចចាមបាននោះទ្រង់ជាក្សត្រដែលបានយកលឹងថ្មធម្មជាតិមួយឈ្មោះស្រីសិក្ខាវិស្វរៈមកតាំងនិងប្រតិស្ថាននៅលើប្រាសាទព្រះវិហារបើតាមអត្ថបទសិលាចារឹកនៅប្រាសាទព្រះវិហារលើការ581ចាជាភាសាខ្មែរបុរាណនិងជាភាសាសំស្ក្រឹតប្រវត្តិប្រាសាទដ៏ពិសិដ្ឋរបស់ខ្មែរមួយនេះគឺមានទំនាក់ទំនងជាមួយព្រាហ្មណ៍ម្នាក់ឈ្មោះថាតបៈស្វន្ទរបណ្ឌិតព្រាហ្មណ៍តបៈស្វន្ទរបណ្ឌិតមានអាស្រមមួយនៅនឹងដែនដីនៃទីតាំងប្រាសាទព្រះវិហារនៅអំឡុងឆ្នាំ1024នៃគ្រិស្តសករាជព្រាហ្មណ៍នោះបានទទួលអង្រឹងស្នែងមាសនិងវត្ថុដ៏មានតម្លៃដទៃទៀតជាច្រើនពីព្រះបាទសូរ្យវរ្ម័នទី1ដែលជាការដឹងគុណពីព្រះអង្គចំពោះព្រាហ្មណ៍តបៈស្វន្ទរបណ្ឌិតក្នុងការថែរក្សាលិង្គព្រះអាទិទេពនៅលើសិលាចារឹកមានបញ្ជាក់ទៀតថាព្រះបាទសូរ្យវរ្ម័នទី1ជាក្សត្រដែលមានជំនឿខ្លាំងណាស់លើលិង្គអាទិទេពមួយអង្គនេះហើយកំណត់ត្រាសិលាចារឹកបញ្ជាក់ច្បាស់ថាសេវៈលិង្គនេះតែងតែសម្ដែងមហិទ្ធិរិនបដិហាឲ្យព្រះអង្គបានទនក្នុងបរិវេណប្រាសាទមានស្រះទឹកបុរាណមួយមានទីតាំងស្ថិតនៅខាងឆ្វេងព្រះថ្នល់ចន្លោះគោបុរៈទី4និងគោបុរៈទី5ទទឹងប្រវែង 16.8 សឹមនិងបណ្ដោយ 37.8 សឹមបើតាមដំណើរតគ្នាមកថាស្រះទឹកនេះគឺជាទឹកមន្តដ៏ស័ក្តិសិទ្ធិអស្ចារ្យសម្រាប់យកទៅប្រើប្រាស់ពិធីសក្ការៈផ្សេងៗហើយសូម្បីតែអតីតព្រះមហាក្សត្រថៃព្រះបាទភូមិបុលអាដូលយ៉ាដេនក៏ធ្លាប់បានប្រើទឹកពីស្រះនេះដើម្បីបំពេញពិធីពិស័យឡើងគ្រងរាជ្យសម្បត្តិកាលពីថ្ងៃទី9ខែមិថុនាឆ្នាំ1946ផងដែរប្រាសាទព្រះវិហាររងការឈ្លានពានដណ្ដើមចង់បានជាច្រើនលើកច្រើនសារពីសំណាក់ប្រទេសថៃហើយចំនួនរវាងថៃនិងកម្ពុជាចាប់ផ្ដើមផ្ទុះឡើងខ្លាំងក្នុងឆ្នាំ1954បន្ទាប់ពីកម្ពុជាទទួលបានឯករាជ្យពីបារាំងដោយថៃក៏បានបញ្ជូនកងកម្លាំងប្រដាប់អាវុធចូលមកកាន់ប្រាសាទព្រះវិហារទាំងកក្លឿនរដ្ឋាភិបាលកម្ពុជាពេលនោះដែលមានព្រះបាទសម្ដេចព្រះនរោត្តមសីហនុព្រះបរមរតនកោដ្ឋជាប្រមុខរដ្ឋបានដឹកនាំកម្ពុជាបើកដំណើរការទាមទារកម្មសិទ្ធិតាមរយៈការទូតជាមួយថៃប៉ុន្តែត្រូវបរាជ័យនាំឲ្យកម្ពុជាងាកទៅរកយន្តការតុលាការវិញម្ដងដោយបានដាក់ពាក្យបណ្ដឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេ
នៅថ្ងៃទី6ខែតុលាឆ្នាំ1959ដើម្បីស្នើសុំឲ្យតុលាការប្រគល់អធិបតេយ្យដែនដីប្រាសាទព្រះវិហារមកឲ្យកម្ពុជានិងទាមទារឲ្យថៃដកកងកម្លាំងប្រដាប់អាវុធរបស់ខ្លួនចេញពីតំបន់ប្រាសាទនៅថ្ងៃទី8ខែធ្នូឆ្នាំ1959សារណារបស់កម្ពុជាត្រូវបានបញ្ជូនទៅដល់ដៃតុលាការតាមពេលកំណត់តែភាគីថៃវិញបែរជាបញ្ជូនពាក្យបណ្ដឹងមួយបដិសេធមិនទទួលស្គាល់សមត្ថកិច្ចរបស់តុលាការអន្តរជាតិក្នុងការជំនុំជម្រះបណ្ដឹងរបស់កម្ពុជាទៅវិញសវនកម្មជាសាធារណៈដើម្បីជំនុំជម្រះលើបណ្ដឹងជំទាស់របស់ភាគីថៃត្រូវបានបើកធ្វើឡើងចាប់ពីថ្ងៃទី10រហូតដល់ថ្ងៃទី15ខែមេសាឆ្នាំ1960ហើយថ្ងៃទី26ខែឧសភាឆ្នាំ1961តុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេបានច្រានចោលបណ្ដឹងជំទាស់របស់ភាគីថៃដោយប្រកាសជាសាធារណៈថាតុលាការមានសមត្ថភាពពេញលេញក្នុងការដំណើរការអង្គជំនុំជម្រះលើបណ្ដឹងរបស់កម្ពុជាតាមរយៈបន្ទាត់ព្រំដែននៅក្នុងផែនទីឧបសម្ព័ន្ធទី1ដែលគេធ្វើឡើងរវាងបារាំងសៀមក្នុងសន្ធិសញ្ញាឆ្នាំ1904បង្ហាញថាប្រាសាទព្រះវិហារស្ថិតក្នុងទឹកដីកម្ពុជាយ៉ាងពិតប្រាកដដោយថ្ងៃទី15ខែមិថុនាឆ្នាំ1962ប្រាសាទព្រះវិហារត្រូវបានតុលាការអន្តរជាតិក្រុងឡាអេសម្រេចសាលក្រមប្រគល់ឲ្យភាគីកម្ពុជាជាអ្នកឈ្នះក្តីរឿងវិវាទកម្ពុជាថៃប្រាសាទដ៏ពិសិដ្ឋរបស់កម្ពុជាមួយនេះត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកក្នុងកិច្ចប្រជុំទី32របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៃអង្គការ UNESCO នាថ្ងៃទី7ខែកក្កដាឆ្នាំ2008ធ្វើឡើងនៅទីក្រុងកេបិញប្រទេសកាណាដាវិវាទព្រំដែនកម្ពុជាថៃនៅតំបន់ប្រាសាទព្រះវិហារចាប់ផ្ដើមផ្ទុះសារជាថ្មីអំឡុងខែមិថុនាឆ្នាំ2008ជាពេលដែលប្រាសាទព្រះវិហារស្ថិតក្នុងការពិចារណាដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកដោយនៅថ្ងៃទី15ខែកក្កដាឆ្នាំ2008ថៃបានដាក់ទាហានរបស់ខ្លួនមកឈរជើងក្នុងបរិវេណវត្តកែវសិក្ខាគិរីស្វារៈក្បែរតំបន់ប្រាសាទព្រះវិហារចម្ងាយប្រមាណ300ម៉ែត្រពីទឹកដីកម្ពុជាវិវាទនេះបានបង្កឲ្យមានការប៉ះទង្គិចផ្នែកយោធារវាងប្រទេសទាំងពីរនិងបង្កជាក្តីក្តាំជាថ្មីនៅតុលាការអន្តរជាតិ ICJ រហូតដល់ខែធ្នូឆ្នាំ2011កិច្ចព្រមព្រៀងមួយត្រូវបានធ្វើឡើងដើម្បីដកកងទ័ពចេញពីតំបន់ជម្លោះថ្ងៃទី11ខែវិច្ឆិកាឆ្នាំ2013តុលាការ ICJ បានប្រកាសក្នុងការសម្រេចចិត្តជាឯកច្ឆន្ទតាមសាលក្រមឆ្នាំ1962របស់តុលាការអន្តរជាតិបានប្រគល់ប្រាសាទព្រះវិហារទាំងអស់មកឲ្យកម្ពុជាហើយភាគីថៃមានកាតព្វកិច្ចត្រូវតែដកកងទ័ពប៉ូលីសឬឆ្មាំថៃដែលឈរជើងក្នុងតំបន់ប្រាសាទព្រះវិហារទាំងអស់ដោយគ្មានលក្ខខណ្ឌ